เหตุการណ៍ថ្មីៗគួរឲ្យចាប់អារម្មណ៍ដែលបានកើតឡើងនៅក្នុងប្រទេសថៃហេតុការណ៍ទី1ពាក់ព័ន្ធទៅនឹងការផ្ទុះរោងចក្រកែច្នៃប្លាស្ទិកមួយកន្លែងនៅក្នុងខេត្តរយองនៅព្រឹកថ្ងៃទី13ខែកញ្ញាឆ្នាំ2025នៅក្នុងតំបន់ម៉ាបតាពុតនៅក្នុងខេត្តរយองប្រទេសថៃបានកើតនៅអគ្គិភ័យដ៏ធំមួយឆាបឆេះនៅក្នុងរោងចក្រកែច្នៃប្លាស្ទិកមួយកន្លែងបន្ទាប់ពីមានការផ្ទុះយ៉ាងខ្លាំងហើយបង្កឲ្យមានផ្សែងខ្មុលខ្មាញ់ពីពេញផ្ទៃមេឃបើតាមសេចក្តីរាយការណ៍របស់កាសែតនៅក្នុងស្រុកប្រទេសថៃអគ្គិភ័យដ៏សាហាវនេះបានកើតឡើងនៅប្រហែលជាម៉ោង6កន្លះព្រឹកនៅក្នុងឃ្លាំងស្តុកទៅដោយសម្ភារៈប្លាស្ទិកដោយបានឆាបឆេះរយៈពេល3ម៉ោងឯណោះមុនពេលដែលក្រុមពលរដ្ឋអគ្គិភ័យរបស់ប្រទេសថៃជួយពន្លត់បានទាន់ពេលវេលាការជួយសង្គ្រោះនេះត្រូវបានគេធ្វើឡើងដោយរថយន្តអគ្គិភ័យចំនួន12គ្រឿងក៏ប៉ុន្តែជួយសង្គ្រោះបានត្រឹមតែអាយុជីវិតរបស់មនុស្សតែប៉ុណ្ណោះរីឯរោងចក្រវិញគឺត្រូវឆាបឆេះគ្មានសេសសល់បើតាមសាកសីនៅកន្លែងកើតហេតុដែលប្រជាពលរដ្ឋមុនពេលដែលអគ្គិភ័យនេះបានឆាបឆេះឡើងនោះគេបានឮសំឡេងផ្ទុះជាច្រើនដងរីឯកម្មករដែលធ្វើការនៅក្នុងរោងចក្រនេះក៏ព្យាយាមពន្លត់ភ្លើងដោយខ្លួនឯងដែរក៏ប៉ុន្តែមិនអាចពន្លត់បានអាជ្ញាធររបស់ថៃបានធ្វើការត្រួតពិនិត្យទៅលើខ្យល់ពុលនិងបានរកឃើញថាវាអាចបង្កផលប៉ះពាល់ទៅដល់សុខភាពរបស់ប្រជាជននៅក្នុងរង្វង់ចម្ងាយ5គីឡូម៉ែត្ររោងចក្រកែច្នៃប្លាស្ទិកនេះទោះបីជាមិនស្ថិតនៅក្នុងទីក្រុងក៏ប៉ុន្តែខ្យល់ពុលរបស់វាមានឥទ្ធិពលអាក្រក់ខ្លាំងណាស់ម្យ៉ាងមួយទៀតពាក់ព័ន្ធជាមួយទៅនឹងការខូចខាតគិតជាទឹកប្រាក់នោះគឺមិនទាន់ត្រូវបានបូកសរុបនៅឡើយទេយ៉ាងណាក៏ដោយគេបានស្មានថានៅក្នុងទំហំទឹកប្រាក់រាប់ពាន់លានបាតចាក់ចេញពីខេត្តរយองនៅឯរាជធានីទីក្រុងបាងកកឯនោះវិញក៏មានអគ្គិភ័យមួយបានកើតឡើងផងដែរគឺកើតឡើងនៅក្នុងផ្សារដែលមានឈ្មោះល្បីល្បាញមួយកន្លែងបើតាមការចេញផ្សាយរបស់កាសែតថៃក្នុងស្រុកផ្សារដែលមានឈ្មោះថាផាហូរ៉ាត់ស្ថិតនៅក្នុងខណ្ឌប្រាណាខននៃទីក្រុងបាងកកត្រូវបានអគ្គិភ័យឆាបឆេះនៅវេលាម៉ោង1រំលងអាធ្រាត្រឈានចូលថ្ងៃទី13ខែកញ្ញាឆ្នាំ2025ដែលអាជ្ញាធរបានបញ្ជាក់ថាមូលហេតុគឺបណ្ដាលមកពីផ្ទុះខ្សែភ្លើងតាមការសន្និដ្ឋានជាបឋមរបស់សមាជិកថៃភ្លើងដែលបានឆាបឆេះនេះគឺកើតឡើងពីជាន់ទី2នៃអគារមួយរួចក៏បានឆាបឆេះរាលដាលយ៉ាងឆាប់រហ័សទៅកាន់ទីកន្លែងផ្សេងៗទៀតភ្លាមក្រុមពន្លត់អគ្គិភ័យក៏ត្រូវបានគេបញ្ជូនទៅដល់ហើយពួកគេប្រើពេលម្ដងជាង20នាទីទើបអាចពន្លត់ភ្លើងនេះឲ្យរលត់ទៅវិញបាននៅក្នុងហេតុការណ៍អគ្គិភ័យនេះពុំបង្កឲ្យមានអ្នកស្លាប់ឬក៏អ្នករងរបួសទេប៉ុន្តែវាធ្វើឲ្យមានការភ័យស្លន់ស្លោពីសំណាក់ប្រជាពលរដ្ឋដែលរនៅក្បែរនោះបានជញ្ជូនអីវ៉ាន់ចេញពីផ្ទះរបស់ពួកគេទាំងយប់ឆ្ងាយពីទីក្រុងបាងកកបន្តិចនៅឯទីក្រុងផាត់ធាឯនេះវិញក៏មានហេតុការណ៍គួរឲ្យចាប់អារម្មណ៍មួយផងដែរហើយក៏ជារឿងអាស្រ័យសម្រាប់ជនជាតិថៃនោះគឺភេទទី3មួយក្រុមរបស់ថៃបាននាំគ្នាព្រួតវាភ្ញៀវទេសចរជនជាតិអង់គ្លេសម្នាក់បណ្ដាលឲ្យបែកក្បាលហូរឈាមរឿងរ៉ាវនៃការដុតភ្ញៀវទេសចរម៉ាឡេស៊ីម្នាក់ពីសំណាក់ជនជាតិថៃកើតរោគផ្លូវចិត្តទាំងកណ្ដាលរាត្រីមិនទាន់បានស្ងប់ទៅវិញផងស្រាប់តែមានរឿងអាស្រ័យមួយទៀតទៅលើជនបរទេសតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី12ខែកញ្ញាឆ្នាំ2025បានលើកដឹងថាភ្ញៀវទេសចរជនជាតិអង់គ្លេសម្នាក់ត្រូវបានជនជាតិថៃមួយក្រុមវាយធ្វើបាបដោយហេតុការណ៍នេះបានកើតឡើងនៅមុខខុនដូមួយកន្លែងនៅក្នុងទីក្រុងផាត់ធានៅក្នុងខេត្តឈុនបូរីបើតាមសំណេររបស់កាសែតបាងកកប៉ុស្តិ៍ភ្ញៀវទេសចរដែលជាជនជាតិអង់គ្លេសម្នាក់នោះមានឈ្មោះថា Don Khan Hamis Kiwood គាត់មានអាយុ65ឆ្នាំត្រូវបានភេទទី3ជនជាតិថៃដែលមានគ្នាចំនួន4នាក់វាយធ្វើបាបជាងកណ្ដាលយប់បន្ទាប់ពីវាយដំច្រំធាក់បែកក្បាលហូរឈាមជនដៃដល់ទាំង4នាក់នោះក៏បានរត់គេចខ្លួនបាត់ចំណែកឯប៉ូលីសកំពុងតែតាមស៊ើបអង្កេតរោគពុំទាន់ចាប់ខ្លួនបាននៅឡើយទេរីឯជនបរទេសរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះថៃជាប្រទេសមួយដែលសម្បូរភ្ញៀវទេសចរបរទេសធ្វើដំណើរទៅកម្សាន្តលេងក៏ប៉ុន្តែប្រសិនបើគ្មានការប្រុងប្រយ័ត្នប្រទេសថៃក៏អាចជាទីកន្លែងដែលគ្មានសុវត្ថិភាពបំផុតមួយជាញឹកញាប់គេតែងតែឮសារព័ត៌មានចេញផ្សាយអំពីភ្ញៀវទេសចរបរទេសដែលទទួលរងនៅការវាយដំច្រំធាក់ពីសំណាក់ជនជាតិថៃផងដែរមិនតែប៉ុណ្ណោះប្រទេសថៃក៏ជាសម្បូរអក្រិតកម្មគ្រឿងញៀនដ៏ធំមួយផងដែររឿងរ៉ាវដែលភ្ញៀវទេសចរបរទេសទទួលរងនឹងការវាយប្រហារដោយជនជាតិថៃនេះមិនមែនទើបតែកើតឡើងទេប៉ុន្តែជាញឹកញាប់កាសែតរបស់ថៃតែងតែព្យាយាមលាក់បាំងរឿងទាំងនេះនោះដោយការខ្លាចប៉ះពាល់ដល់មុខមាត់របស់ប្រទេសខ្លួនទោះជាយ៉ាងណាក៏ដោយនៅក្នុងពេលបច្ចុប្បន្ននេះបណ្ដាញសង្គមមានការរីកចម្រើនខ្លាំងថៃមិនអាចលាក់បាំងរឿងអាស្រ័យរបស់ខ្លួនទៅលើជនបរទេសបានទេ
ជាក់ស្ដែងនៅក្នុងខែសីហាឆ្នាំ2025កន្លងទៅថ្មីនេះញៀវទេសចរជនជាតិម៉ាឡេស៊ីចំនួន2នាក់ដែលជាគូស្នេហ៍នឹងគ្នាត្រូវបានបរិសុជនជាតិថៃម្នាក់ដុតពួកគេនៅជិតផ្សារទំនើបមួយកន្លែងនៅក្នុងទីក្រុងបាងកកហើយព័ត៌មាននេះល្បីល្បាញពេញទូទាំងពិភពលោករឿងអាស្រូវមួយនេះរហូតធ្វើឲ្យអាជ្ញាធររបស់ប្រទេសម៉ាឡេស៊ីបានហាមឃាត់ភ្ញៀវទេសចររបស់ខ្លួនកុំធ្វើដំណើរទៅកាន់ប្រទេសថៃប្រសិនបើមិនចាំបាច់ដកឃ្លាចេញពីបញ្ហានៅក្នុងសង្គមរបស់ប្រទេសថៃយើងនាំគ្នាងាកទៅមើលព័ត៌មានដែលនិយាយអំពីបញ្ហាសេដ្ឋកិច្ចរបស់ថៃវិញម្ដងបញ្ហានោះគឺថាបំណុលជាតិរបស់ថៃបានកើនឡើងខ្ពស់នៅក្នុងកម្រិតមួយដែលបង្កឲ្យមានការព្រមានពីសំណាក់មូលនិធិរូបិយវត្ថុអន្តរជាតិហៅកាត់ថា IMF ហើយនឹងក្រុមអ្នកជំនាញសេដ្ឋកិច្ចកាសែតថៃ Time Mason ចេញផ្សាយនៅថ្ងៃទី12ខែ9ឆ្នាំ2025នេះបានឲ្យដឹងថាបំណុលជាតិឬបំណុលសាធារណៈរបស់ប្រទេសថៃបន្តកើនឡើងដល់ជិត 40% ធៀបជាមួយនឹងផលិតផលនៅក្នុងស្រុកសរុបដែលហៅកាត់ថា GDP បើគេពិនិត្យមើលលម្អិតនោះនឹងឃើញថាអនុប័ណ្ណសំណងសាធារណៈរបស់ថៃធៀបនឹង GDP អាចមានអត្រារហូតដល់ទៅ 67.9% ដែលខ្ពស់ជាងប្រទេសភាគច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍អ្នកជំនាញបានធ្វើការប៉ាន់ប្រមាណថាអត្រាបំណុលនេះអាចនឹងមានការបន្តកើនឡើងរហូតដល់ 68.9% នៅឆ្នាំ2028នៅក្នុងសន្និសីទសារព័ត៌មានប្រចាំខែរបស់ស្ថាប័ន IMF កាលពីថ្ងៃទី11ខែ9ឆ្នាំ2025នេះអ្នកនាំពាក្យរបស់ IMF គឺលោកស្រី Julie Kosa បានរំលឹកឡើងវិញក៏ដូចជាសម្ដែងការព្រួយបារម្ភចំពោះសេដ្ឋកិច្ចថៃពាក់ព័ន្ធជាមួយនឹងអត្រាដ៏ខ្ពស់បំណុលសាធារណៈលោកស្រី Julie បានកត់សម្គាល់ថាបំណុលសាធារណៈរបស់ថៃមានកម្រិតខ្ពស់រួចទៅហើយបើធៀបជាមួយទៅនឹងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឬក៏ប្រទេសដែលមានកម្រិតអភិវឌ្ឍប្រហាក់ប្រហែលទៅនឹងប្រទេសថៃដូច្នេះថៃត្រូវតែមានការប្រុងប្រយ័ត្នចំពោះការគ្រប់គ្រងសារពើពន្ធហើយបង្កើនទុនបម្រុងសាធារណៈដើម្បីប្រយ័ត្នរយៈពេលវែងសម្រាប់ប្រទេសរបស់ខ្លួនបើតាមអ្នកជំនាញសេដ្ឋកិច្ចរបស់ថៃលោកវិឆាយុទ្ធប៊ុនឈីងដែលជាអគ្គលេខាធិការរងនៃក្រមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិហៅកាត់ថា NASDC បានលើកឡើងថាកំណើនកម្រិតបំណុលរបស់ថៃគឺជាឧបសគ្គដ៏ធំមួយសម្រាប់ការពង្រីកសេដ្ឋកិច្ចរបស់ថៃលោកបន្តថាវិធានការសេដ្ឋកិច្ចរបស់រដ្ឋាភិបាលថ្មីគួរតែផ្ដោតទៅលើអតិភិបនៃការបញ្ជៀសបំណុលបន្ថែមដែលអាចបង្កើតបន្ទុកសារពើពន្ធរយៈពេលវែងសូមបញ្ជាក់ផងដែរថាសេដ្ឋកិច្ចរបស់ថៃនៅក្នុងពេលថ្មីនេះពុំមានកំណើនល្អទេដោយសារតែរងការប៉ះទង្គិចផ្ទួនគ្នាពីបញ្ហាជាច្រើនដូចជាចំនួនព្រំដែនជាមួយនឹងប្រទេសកម្ពុជាដែលបង្កឲ្យមានការបិទព្រំដែនការរឹតបន្តឹងទៅលើការនាំចូលទំនិញទៅកាន់ប្រទេសមីយ៉ាន់ម៉ាពន្ធគយដែលដាក់ដោយសហរដ្ឋអាមេរិកហើយនឹងបញ្ហានយោបាយដែលធ្វើឲ្យមានការវិនិយោគពីក្រៅប្រទេសនោះថយចុះរឿងចុងក្រោយនៅក្នុងវីដេអូនេះនៅក្នុងប្រទេសថៃសូមលើកយកបញ្ហាអំពីស្ថានភាពរបស់លោកថាក់ស៊ីនមកបរិយាយនៅក្នុងពេលបច្ចុប្បន្ននេះលោកថាក់ស៊ីនស៊ីនវត្ត្រាកំពុងតែជាប់ពន្ធនាគារនៅក្នុងទីក្រុងបាងកកដែលពន្ធនាគារនេះមានឈ្មោះថា Klong Prem គឺជាពន្ធនាគារយ៉ាងតឹងរ៉ឹងបំផុតមួយរបស់ប្រទេសថៃយោងតាមអនុប្រសាសន៍ពន្ធនាគារនិងជាអ្នកនាំពាក្យនាយកដ្ឋានកែប្រែរបស់ប្រទេសថៃបានឲ្យដឹងថា5ថ្ងៃដំបូងលោកថាក់ស៊ីនត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកពីគេនៅក្នុងពេលនេះពន្ធនាគារកំពុងតែធ្វើការពិចារណាឲ្យលោកថាក់ស៊ីនធ្វើជាគ្រូបង្រៀនផ្នែកភាសាអង់គ្លេសទៅដល់ជនដទៃទៀតនៅក្នុងពន្ធនាគារបើតាមសម្ដីរបស់អនុប្រធានពន្ធនាគារ Klong Prem សុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់លោកថាក់ស៊ីននៅក្នុងពេលនេះគឺស្ថិតនៅក្នុងសភាពធម្មតានៅអំឡុងពេលដាក់ឲ្យនៅដាច់ដោយឡែកលោកថាក់ស៊ីនបានញ៉ាំស៊ុបឆ្អឹងផឹកកាហ្វេជាប្រចាំនៅពេលព្រឹកហើយគេងលក់ធម្មតាអតីតនាយករដ្ឋមន្ត្រីរូបនេះមិនមានការស្នើសុំពិសេសណាមួយទេហើយត្រូវបានគេរៀបចំឲ្យស្នាក់នៅក្នុងបន្ទប់ជាមួយនឹងអ្នកទោសចំណាស់ផ្សេងទៀតដែលមានអាយុប្រហាក់ប្រហែលជាមួយនឹងគ្នាពាក់ព័ន្ធជាមួយនឹងការចូលទៅសួរសុខទុក្ខវិញនៅក្នុងពេលនេះនាយកដ្ឋានកែប្រែមិនទាន់អនុញ្ញាតឲ្យអ្នកណាម្នាក់ចូលទៅជួបលោកថាក់ស៊ីនទេសូម្បីតែមេធាវីមនុស្សច្រើនបំផុតត្រឹមតែ10នាក់តែប៉ុណ្ណោះពាក់ព័ន្ធជាមួយនឹងការចូលទៅសួរសុខទុក្ខវិញនៅក្នុងពេលនេះនាយកដ្ឋានកែប្រែមិនទាន់អនុញ្ញាតឲ្យអ្នកណាម្នាក់ចូលទៅជួបលោកថាក់ស៊ីននៅឡើយទេសូម្បីតែមេធាវីមនុស្សច្រើនបំផុតត្រឹមតែ10នាក់ប៉ុណ្ណោះទៅតាមបញ្ជីឈ្មោះរបស់លោកថាក់ស៊ីន
ដែលគាត់អនុញ្ញាតឲ្យចូលជួបបានក្នុងនោះមានដូចជាប្រពន្ធកូននិងអ្នកជិតស្និទ្ធបំផុតសូមជម្រាបជាថ្មីថាតុលាការកំពូលរបស់ថៃបានសម្រេចឲ្យលោកថាក់ស៊ីនទៅបំពេញទោសនៅក្នុងពន្ធនាគាររយៈពេលពេញ1ឆ្នាំដោយសារតែក្រោយពេលដែលលោកត្រឡប់ចូលមកកាន់ប្រទេសថៃវិញកាលពីឆ្នាំ2023លោកមិនទាន់បានអនុវត្តនៅការបំពេញទោសនៅក្នុងពន្ធនាគារឲ្យបានពេញលេញនៅឡើយទេចុះកូនស្រីពលរបស់លោកថាក់ស៊ីនគឺលោកស្រីផែថងឋានតើនៅពេលនេះទៅដល់ណាហើយតាមការចេញផ្សាយរបស់បាងកាអស់កាលពីថ្ងៃទី11ខែកញ្ញានេះបានឲ្យដឹងថាលោកស្រីផែថងឋាននៅតែបន្តជាមេដឹកនាំរបស់គណៈបកភឿថៃបើទោះបីជាគាត់ត្រូវបានតុលាការធំនៅប្រទេសថៃទម្លាក់គាត់ចេញពីតំណែងជានាយករដ្ឋមន្ត្រីទៅហើយក្តីសូមអរគុណចំពោះការទស្សនាហើយយើងនឹងជួបគ្នានៅក្នុងវីដេអូក្រោយៗជាបន្តទៀតជាចុងក្រោយសូមអរគុណគោរពលា